ស្ដីបងប្អូនទាំងអស់គ្នាចាគ្មានអ្វីខុសខើជាងមនុស្សយើងនឹងទេដោយសារតែលុយហ៊ានធ្វើអ្វីគ្រប់សពនៅក្នុងគ្រួសារមួយចាគាត់មានកូនស្រីម្នាក់កូនប្រុសម្នាក់គាត់វ័យខ្ទង់40ឆ្នាំហើយគាត់ឆ្លោះគ្នាដោយសារតែរឿងលុយនឹងតែម្ដងចាអញ្ចឹងក៏បានលែងគ្នាគ្នាណាបងប្អូននៅពេលលែងលះគ្នាទៅខាងស្វាមីហ្នឹងគាត់មើលថែកូនចាកូនទាំងពីរហើយប្រពន្ធហ្នឹងគឺគាត់ចាក់ចេញពីផ្ទះហ្នឹងអញ្ចឹងទោះបីជាគាត់លែងលះអីក៏ដោយក៏គាត់នៅតែចុះឡើងមើលកូនមើលអីអញ្ចឹងណាហើយថ្ងៃមួយក៏បានទៅផ្ទះចាផ្ទះស្វាមីហ្នឹងក៏គាត់នៅក្នុងគេហៅថាផាកាសឿបងប្អូនអាហ្នឹងជនជាតិកូរ៉េចូលចិត្តហូបហ្នឹងវាជាប្រភេទភេទជ្ជៈហ្នឹងដែរប៉ុន្តែម្ដាយក្មេងគាត់ហ្នឹងគឺចូលចិត្តហូបអាហ្នឹងគាត់ក៏បានយកថ្នាំទៅដាក់ក្នុងហ្នឹងហើយក៏គាត់បិទគម្របហ្នឹងវិញនៅពេលដែលគាត់ហូបទៅវាអត់មានលឺក្រឹបអីទេព្រោះអីវាបើកហើយដបហ្នឹងវាបើកហើយវាអត់មានលឺក្រឹបប៉ុន្តែក៏ហូបទៅវាល្វីងខ្លាំងក៏គាត់ខ្ជិះចោលបានមិនបានប្រហែលគឺម្ដាយហ្នឹងក៏បានចូលគេងពេទ្យហើយពេទ្យគេអត់ដឹងថាប្រភេទហ្នឹងថ្នាំពុលមួយយ៉ាងហ្នឹងគឺវាអត់សូវនេះទេបងប្អូនអត់ដឹងទេវាអត់ស្លាប់ងាយទេធ្វើឲ្យយើងថាតិចដងគាត់ដាក់មានកម្រិតរបស់គាត់ផងហ៎អញ្ចឹងម្ដាយក្មេងហ្នឹងបានទៅពេទ្យផែជាខ្ទង់មួយអាទិត្យក៏បានស្លាប់គេថាសង្ស័យថាគាត់មានជំងឺសួតណាម្ដាយក្មេងគាត់ក៏បានស្លាប់នៅខែ1បន្ទាប់មកបានមិនបានប្រហែលផងខែ8គឺប្តីគាត់ស្លាប់ទៅទៀតដោយអ្នកស្រីណូជីនអាហ្នឹងគាត់ដាក់ថ្នាំទៅទៀតគាត់ទៅពេលដែលគាត់ទៅលេងផ្ទះប្តីគាត់ហ្នឹងគាត់បានដាក់ភេទជ្ជៈដែលស្វាមីទិញភេទជ្ជៈស្វាមីគាត់ចូលចិត្តហ្នឹងដាក់ថ្នាំចូលក្នុងហ្នឹងពេលនោះហើយគាត់ត្រឡប់មកវិញតបានប្រហែលគឺប្តីនឹងហូបហ្នឹងទៅក៏បានដួលស្លាប់ចឹងណាដល់ពេលនោះហើយក៏គេសង្ស័យថាមកពីស្វាមីជាពាក់លុយគេច្រើនគាត់សម្លាប់ខ្លួនគេសង្ស័យចឹងគេអត់មានអ្នកណាសង្ស័យទៅលើគាត់ទេហើយម្ដាយក្មេកហ្នឹងមកពីកើតផែជាខាងបញ្ហាជំងឺសួតអញ្ចឹងក៏បាត់រឿងហ្នឹងមករយៈទៅហើយចំណែកឯខាង insurance វិញពូប្រពន្ធហ្នឹងគឺអ្នកចុះឈ្មោះយកតែម្ដងទោះបីក៏គាត់លែងគាត់ថាគាត់ហ្នឹងកូននៅក្មេងៗអញ្ចឹងម្ដាយហ្នឹងត្រូវយកជំនួសណាចំណែកឯបងស្រីជនរងគ្រោះវិញគាត់ថាហៀតែរវល់រឿងបនសពម្ដាយផងហើយប្អូនប្រុសផងអញ្ចឹងគាត់បានផ្ដោតអារម្មណ៍ទៅលើអារឿង insurance ហ្នឹងទេគាត់ទុកសិនណាដល់ពេលរឿងបានរឿងស្ងាត់តិចគាត់បានទៅសួរខាង insurance ហ្នឹងហើយសួរទៅថាប្រពន្ធហ្នឹងចុះឈ្មោះយកអស់ហើយដល់ពេលនោះគឺវាមានចំណុចសង្ស័យខ្លះប៉ុន្តែអត់មានផុសតាងក៏ខាងប្រពន្ធហ្នឹងគេចាប់ផ្ដើមស្រាវជ្រាវក៏គេហៅអ្នកស៊ើបអង្កេតមួយដែលឈ្មោះថាអ៊ីឆុងហ៊ុនចាគាត់គឺអ្នកស៊ើបអង្កេតល្បីនៅប្រទេសកូរ៉េដែរគឺប៉ាកែហើយពេលស៊ើបអង្កេតអ្នកស្រីនូចិនអាហ្នឹងទៅក៏បានឃើញថាគាត់មានស្វាមីក្រោយមួយទៀតស្វាមីស្លាប់មិនតាន់បានប្រហែលគាត់មានស្វាមីក្រោយទៀតអញ្ចឹងគឺគាត់បានសម្លាប់ស្វាមីដែរប៉ុន្តែខុសពីប្តីដើមគាត់បានដាក់ថ្នាំនឹងបន្តិចធ្វើឲ្យប្តីនឹងឈឺបន្តិចអញ្ចឹងគាត់ទៅពេទ្យម្សានៅពេលដែលទៅពេទ្យហ្នឹងពេទ្យគេថាប្រហែលជាឈឺមានបញ្ហាខាងសួត2 ដង 3 ដងរហូតទៅដល់គាត់បាត់បង់ជីវិតហើយក៏បានយក insurance ទៀតចុះឈ្មោះយក insurance ទៀតអញ្ចឹងណាបងប្អូនចុះបន្តគ្នានៅពេលហើយចេះតែស៊ើបអង្កេតអញ្ចឹងខាងអ្នកស៊ើបអង្កេតហ្នឹងគាត់ថាដឹងធ្វើមិនតែថ្នាំប្រភេទអីយ៉ាងម៉េចអញ្ចឹងក៏គាត់បានតែទៅខាងអ្នកដែលស្រាវជ្រាវខាងសាស្ត្រាចារ្យដែលស្រាវជ្រាវខាងថ្នាំពុលណាសួររៀបរាប់ពីរឿងថ្នាំពុលហ្នឹងអញ្ចឹងក៏គាត់សង្ស័យគាត់ថាបើចង់ផលិតថ្នាំពុលហ្នឹងត្រូវតែផលិតសាកសពអីចឹងណាបងប្អូនតែសាកសពប្តីមុននិងប្តីក្រោយគឺត្រូវបានដិតទៅហើយចាអញ្ចឹងអត់មានផុសតាំងទេប៉ុន្តែនៅម្ដាយក្មេកហ្នឹងគេយកទៅកប់បងប្អូនបាន2ឆ្នាំងំតែរឿងក្តីនឹងវាបានផ្សាយជ្រៅ2ឆ្នាំគឺបានគោះនឹងម្ដាយនឹងឡើងមកវិញប៉ុន្តែរយៈពេលនៃការផលិតគេយកសាកសពនឹងទៅផលិតទៅអីដើម្បីរកលទ្ធផលគឺប្រើរយៈពេល2ខែអញ្ចឹងហើយអ្នកស៊ើបអង្កេតហ្នឹងគាត់ក៏ថា2ខែហ្នឹងវាយូរអញ្ចឹងក៏គាត់ចាប់ផ្ដើមស៊ើបអង្កេតបន្ថែមទៀតគាត់បានខទៅខាងអ្នកដែលគាត់និយាយទៅគាត់ខាងស្រាវជ្រាវខាងថ្នាំពុលបានខទៅសាស្ត្រាចារ្យខាងស្រាវជ្រាវខាងថ្នាំពុលហើយក៏បានភ្ជាប់ថាឲ្យជួយគាត់ផងជួយស៊ើបអង្កេតរឿងក្តីមួយដោយដោះស្រាយមិនចេញហើយក៏គាត់ចាប់ផ្ដើមទៅខាងអ្នកដែលចុះឈ្មោះខាង insurance ឲ្យហើយមើលទៅដូចវាសង្ស័យច្រើនណាបងប្អូនហើយខាងអ្នកចុះឈ្មោះ insurance ឲ្យជនដៃដល់ហ្នឹងគាត់និយាយយ៉ាងរៀងភ័យអញ្ចឹងគាត់ថាគាត់ទៅមើលអ្នកជំងឺផ្សេងទៀតគាត់បានទៅជួបទេអត់បានទៅជួបអ្នកស៊ើបអង្កេតហ្នឹងទេទៅពេលថាអ្នកជំងឺគឺជាអ្នកណាគឺជាកូនស្រីបង្កើតរបស់ជនដៃដល់ហ្នឹងតែម្ដងគាត់ក៏បញ្ញាប់ទៅពេទ្យសុំទឹកនោមគាត់ទៅខាងសាស្ត្រាចារ្យស្រាវជ្រាវហ្នឹងគាត់ថាឲ្យយកទឹកនោមឲ្យមកឲ្យលឿនមកទឹកនោមតែហួសកំណត់ក៏ផលិតអត់ចេញដែរអញ្ចឹងក៏យកទឹកនោមមកផលិតទៅឃើញមានថ្នាំមួយយ៉ាងគឺជាប្រភេទថ្នាំពុលមួយយ៉ាងដែលហូបទៅធ្វើឲ្យមនុស្សឈឺចុកចាប់មិនមែនស្លាប់ភ្លាមជាថ្នាំពុលមួយយ៉ាងដែលកីឡាករគេឡើងទៅប្រកួតអីចឹងទៅគេហិតវានៅពេលដែលគេហិតទៅធ្វើឲ្យយើងនឹងចង់អារម្មណ៍ព្រោះវាធំក្លិនអាក្រក់បងប្អូនធំក្លិនអាក្រក់មែនតើអញ្ចឹងពេលកីឡាករបាត់ភាពស្មារតីគ្រប់គ្រងក៏ហិតអាហ្នឹងទៅដើម្បីឲ្យស្មារតីឡើងមកវិញកូនស្រីរបស់គាត់ហ្នឹងគឺចង់សម្លាប់ដែរចា
ប៉ុន្តែគាត់ដាក់ថ្នាំតិចម្ដងហើយថ្នាំដែលយកមកហូបហ្នឹងអត់កើតទេបងប្អូនគាត់យកទៅច្បាច់លាយជាមួយម្សៅអីចឹងទៅយកវាទៅសម្ងួតទៅបានយកទៅដាក់ក្នុងសាឡឬក៏អ្វីផ្សេងតែសារវាធំក្លិនខ្លាំងអញ្ចឹងណានៅពេលដែលប៉ូលីសស្រាវជ្រាវហើយគេចុះទៅចាប់គាត់នៅផ្ទះណានៅពេលដែលចាប់គាត់បានហើយគាត់បានទៅសារភាពថាគាត់បានសម្លាប់តែប្តីក្រោយទេប៉ុន្តែប្តីមុននិងម្ដាយក្មេកឬក៏កូនហ្នឹងក៏អត់មានប៉ុនប៉ងសម្លាប់អីទេហើយកូនក៏សួរចម្លើយនឹងចិត្តនឹងនៅពេលដែលកូនសួរចម្លើយចប់ហើយក៏គាត់បានមកសួរម៉ែគាត់ផ្ទាល់ម្ដងថាម៉ាក់ហេតុអីម៉ាក់ឯងចង់សម្លាប់កូនមែនម៉ាក់ឯងចង់សម្លាប់កូនមែនសួរពីរម្ដងគាត់ដោតទឹកមុខចុះនៅពេលនោះហើយដែលគាត់ប្រាប់ថាគាត់បានសម្លាប់អ្នកទាំងអស់គ្នាសម្លាប់ប្តីក្មេកសម្លាប់ប្តីដើមប្តីទី1ប្តីទី2និងចង់សម្លាប់កូនហើយនៅកូនប្រុសមួយទៀតគាត់នឹងសម្លាប់បន្តគ្នាទាំងអស់ដើម្បីយកអ៊ីនស៊ឺរ៉ែនប៉ុន្តែកូនស្រីរបស់គាត់គឺនៅតែចិត្តមិនដាច់ណាបងប្អូនតឡាការងារដាក់ទោសឲ្យគាត់ជាប់គុកមួយជីវិតអញ្ចឹងប៉ុន្តែអារម្មណ៍កូនខ្វះភាពកក់ក្ដៅនៅស្រឡាញ់ម្ដាយទៅសេសបត់មួយសុំគេលើកលែងទោសឲ្យម្ដាយខ្លះអញ្ចឹងណាចាបានបញ្ជាក់ថាលើកលែងឬក៏មិនលើកលែងទេចាសូមអរគុណនិងជម្រាបលា